នៅពេលដែលអ្នកឮពាក្យថាដ្រូនអ្នកនឹងស្រមៃទៅរកឧបករណ៍អេឡិចត្រូនិកមួយដែលមានកង្ហា4មានរាងជាចតុកោណមានសមត្ថភាពចាប់យករូបភាពនៅទីតាំងខ្ពស់ៗហើយរូបភាពរបស់វាមានកម្រិតច្បាស់រហូតទៅដល់4ឬ 8K ក៏មានប៉ុន្តែអ្នកមិនដែលឃើញដ្រូនប្រភេទនេះដែលប្រើប្រាស់នៅក្នុងកងទ័ពជើងទឹកឬប្រភេទនេះដែលប្រើប្រាស់នៅលើដីផ្ទាល់នោះទេទាំងអស់នេះជាដ្រូនដែលសប្តាហ៍ថ្ងៃយើងកំពុងប្រើប្រាស់វាដូច្នេះក្នុងវីដេអូនេះយើងនឹងនិយាយអំពីវានៅក្នុងថ្ងៃនេះ UAV Unmanned Aerial Vehicle ជាយន្តហោះដែលគ្មានមនុស្សបើកដែលគេស្គាល់ថាជាដ្រូនការបញ្ជារបស់វាគឺស្ថិតនៅលើដីនៅក្នុងទីតាំងបញ្ជាឬក៏បញ្ជាទៅតាមប្រូក្រាមនៅក្នុងយានដែលគេបានកំណត់ទុកជាមុននៅឆ្នាំ1849មួយភាគធំនៃភាគខាងជើងរបស់អ៊ីតាលីគឺស្ថានភាពគ្រប់គ្រងរបស់អូស្ត្រាលីប្រជាជនអ៊ីតាលីចាប់ផ្ដើមងើបឡើងតស៊ូប្រឆាំងនឹងអូស្ត្រាលីនៅទីក្រុងវេនីសជាទីក្រុងដែលពិបាកក្នុងការវាយប្រហារទាំងផ្លូវទឹកនិងថ្មើរជើងដូច្នេះឧត្តមសេនីយ៍តូរបស់អូស្ត្រាលីបានប្រើប្រាស់នៅបាឡូនដែលធ្វើអំពីក្រដាសរួចភ្ជាប់ជាមួយនឹងហ្វុយស៊ីកំណត់ពេលវេលាដឹកនាំលំសេវយកទៅបំផ្ទុះនៅវេនូសព្រឹត្តិការណ៍នេះបានគេចាត់ទុកថាជាការវាយប្រហារពីលើអាកាសដំបូងគេបំផុតនៅក្នុងពិភពលោកប៉ុន្តែការវាយប្រហារនេះមិនបានជោគជ័យនោះទេដោយសារតែកម្លាំងខ្យល់នៅឆ្នាំ1917នៅក្នុងទ័ពអង់គ្លេសមានគម្រោងមួយមានឈ្មោះហៅថា AT ជាគម្រោងដែលបង្កើតគ្រាប់បែកដែលអាចហោះហើរបាននិងបញ្ជាដោយខ្លួនឯងមិនចាំបាច់មានពីឡុតទៅកាន់ទិសដៅដែលបានគ្រោងទុកជាគម្រោងដែលប្រឆាំងជាមួយនឹងការទម្លាក់គ្រាប់បែកពី Zeppelin និង Gotha Bomber មកលើទីក្រុង London ពីសំណាក់អាល្លឺម៉ង់ក្នុងនោះវាបានប្រើប្រាស់នៅ Radio Control ដែលមានលោកArchibald Law ជាអ្នកត្រួតត្រាផ្លូវគេចាត់ទុកថាជាបច្ចេកវិទ្យាទំនើបបំផុតនៅក្នុងសម័យនោះមានតែក្នុងយោធាទេទើបមានដ្រូនប្រភេទនេះគឺมันបានចូលក្នុងសមរភូមិទេដោយសារតែស្ថិតនៅក្រោមការពិសោធន៍និងមានបញ្ហាបច្ចេកទេសមួយចំនួនផងដែរនៅក្នុងសង្គ្រាមលោកលើកទី1 Area Torpedo គឺសំដៅលើអាវុធពីរទី1មានឈ្មោះហៅថា Airdrop Naval Torpedo គឺជាគ្រាប់បែកប្រឆាំងជាមួយនឹងនាវាមួយទៀតមានឈ្មោះហៅថា Flying Bomb ជាគ្រាប់បែកដែលអាចបញ្ជាការហោះហើរដោយខ្លួនឯងបានអាមេរិកបានបង្កើតគ្រាប់បែកប្រភេទនេះឲ្យឈ្មោះហៅថា Catherine Bug ដែលមានសមត្ថភាពបញ្ជាទៅទីតាំងរបស់សត្រូវដោយខ្លួនឯងបានវាប្រើប្រាស់នៅ pneumatic សម្រាប់ការបញ្ជាក្នុងការហោះហើរមុនពេលហោះហើរវានឹងកំណត់រយៈចម្ងាយទីតាំងរបស់សត្រូវមុនគេបង្ហោះឡើងនៅក្នុងអំឡុងសង្គ្រាមលោកលើកទី2អាល្លឺម៉ង់បានប្រើប្រាស់នៅ V1 missile សម្រាប់ការវាយប្រហារទៅលើទីក្រុង London ដែលគេស្គាល់ថាជា cruise missile ដំបូងគេបំផុតនៅពិភពលោកនៅពេលនោះអាវុធប្រភេទនេះមិនសូវមានប្រសិទ្ធភាពនោះទេប៉ុន្តែវាបានបង្ហាញនឹងជាអ្នកត្រួតត្រាផ្លូវឲ្យមានការអភិវឌ្ឍ cruise missile និងដ្រូននាពេលបច្ចុប្បន្ននេះវាបានបង្ហាញអំពីឥទ្ធិពលរបស់វាក្នុងការបញ្ជាទៅទីតាំងរបស់សត្រូវបានដោយខ្លួនឯងនិងមានឥទ្ធិពលខ្ពស់នាពេលអនាគតផងដែររហូតដល់ឆ្នាំ2000គឺឃើញមានប្រទេសជាច្រើនបង្កើតនិងអភិវឌ្ឍដ្រូនរបស់ខ្លួនដែលឃើញអំពីគុណសម្បត្តិរបស់វាជាក់ស្ដែងសង្គ្រាមរវាងអាមេរិកនិងវៀតណាមអាមេរិកបានប្រើប្រាស់នៅ UAV ក្នុងបេសកកម្មចំនួន3435បេសកកម្មការប្រើប្រាស់ UAV នេះបានបង្កើនឥទ្ធិពលទ័ពអាកាសរបស់អាមេរិកនិងចំណេញពេលវេលានិងថវិកាផងដែរនៅក្នុងឆ្នាំ2000នោះដែរ AAA បានអនុញ្ញាតឲ្យមានការប្រើប្រាស់នៃ UAV នៅលើដែនអាកាសស៊ីវិលរបស់អាមេរិកនៅក្នុងឆ្នាំ2013 DJI បានប្រើប្រាស់នៅដ្រូនទី1របស់ខ្លួនដែលមានឈ្មោះថា Platform 1ជាដ្រូនដែលអាចហោះហើរបានគ្មានការស្មុគស្មាញក្នុងការបញ្ជាឬដំឡើងនោះទេវាបានតាក់ចិត្តអ្នកនិយមលេងនិងអ្នកវិជ្ជាជីវៈផងដែរដ្រូននាពេលបច្ចុប្បន្នអាចចាប់យករូបភាពរហូតដល់ 8K និងបំពាក់នូវបច្ចេកវិទ្យាថ្មីៗដូចជា LiDAR Thermal Imaging Multi-spectral sensor និង high zoom capability ដែលជួយឲ្យវាមានសមត្ថភាពចាប់យកព័ត៌មានគ្រប់មជ្ឈដ្ឋានជុំវិញខ្លួនយកមកវិភាគ
បង្កើនពេលធ្វើការរបស់វាជួនកាលអាចច្រើនថ្ងៃគឺអរគុណដល់បច្ចេកវិទ្យា Hybrid Solar Power បច្ចេកវិទ្យា LiDAR បូកជាមួយនឹង AI បានបង្កើតឲ្យមានមុខងារ Obstacle Avoidance and Autonomy មុខងារទាំងពីរនេះធ្វើឲ្យ drone មានសមត្ថភាពក្នុងការពិនិត្យមើលមជ្ឈដ្ឋានជុំវិញខ្លួនជាក់ស្ដែងរួចសម្រេចចិត្តសម្រាប់ការជៀសវាងកុំឲ្យមានគ្រោះថ្នាក់ក្នុងពេលហោះហើរនិងការបំពេញបេសកកម្មឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតរយៈប្រវែងបញ្ជាមានការកើនឡើងចាប់ពីចម្ងាយ10គីឡូនៅក្នុងវិស័យឯកជននិងអាចឈានដល់10000គីឡូនៅក្នុងវិស័យយោធាដោយប្រើប្រាស់នៅ Satellite និង Long Range Radio Frequency នៅក្នុងវិស័យថាមពលនិងហេដ្ឋារចនាសម្ព័ន្ធគេប្រើប្រាស់ drone ដើម្បីពិនិត្យនិងថែទាំទៅលើ power line O-ring solar farm wind turbine ដោយប្រើប្រាស់នៅ sensor ចាំបាច់មួយចំនួនដូចជា thermal sensor ឬ AI detection នៅក្នុងវិស័យកសិកម្ម drone អាចធ្វើការដោយខ្លួនឯងដូចជាការបាញ់ថ្នាំនិងត្រួតពិនិត្យមើលសុខភាពរបស់ដំណាំផងដែរនៅក្នុងការដ្ឋាន drone បានបង្កើតនៅផែនទី 3D ពិនិត្យមើលឧបករណ៍ដែលត្រូវប្រើប្រាស់នៅទីតាំងនីមួយៗ drone បានជំនួសឧទ្ធម្ភាគចក្រពីការចាប់ប្លង់ពីលើអាកាសនៅក្នុងខ្សែភាពយន្តផងដែរនៅក្នុងវិស័យយោធា drone តែងប្រើក្នុងគោលបំណង ISR Intelligence Surveillance and Reconnaissance ដែលជំនួយដល់ការសម្រេចចិត្តរបស់អ្នកដឹកនាំបេសកកម្មក្នុងការបម្រែបម្រួលស្ថានភាពជាក់ស្ដែងឲ្យត្រូវទៅតាមគម្រោងដែលបានព្រៀងទុកនៅពេលគេកំណត់នៅគោលដៅសំខាន់នីមួយៗនៅក្នុងយុទ្ធសាស្ត្រគេនឹងប្រើប្រាស់ drone ដើម្បីដឹកជញ្ជូនក្បាលគ្រាប់ទៅគោលដៅទាំងនោះនេះបានបង្ហាញអំពីប្រសិទ្ធភាពរបស់ drone នៅក្នុងសង្គ្រាមនាពេលបច្ចុប្បន្នគូបញ្ជាក់ឃើញថាគ្រារវាងរុស្ស៊ីនិងអ៊ុយក្រែនបានប្រើប្រាស់នៅ drone ដែលមានលក់នៅក្នុងទីផ្សាររួចបំពាក់ក្បាលគ្រាប់និងធ្វើការវាយប្រហារទៅលើយុទ្ធក្រោះនិងយន្តហោះចម្បាំងរបស់រុស្ស៊ីក៏មានដែរ drone ដែលអាចលើកឧបករណ៍ធ្ងន់ៗបានគេបានប្រើប្រាស់វាសម្រាប់ដឹកជញ្ជូននៅថ្នាំពេទ្យស្បៀងអាហារឬក៏គ្រាប់រំសេវក៏មាននិង drone មួយប្រភេទទៀតដែលប្រើប្រាស់នៅលើដីអាចនឹងជួយជីវិតរបស់កងទ័ពជួរមុខផងដែរនៅក្នុងសង្គ្រាមអេឡិចត្រូនិក drone បានប្រើប្រាស់នៅឧបករណ៍សម្រាប់រំខានរ៉ាដារបស់សត្រូវបន្លំ GPS signal ក៏មានដែរ drone swarming ជាយុទ្ធសាស្ត្រផ្ទុយអំពីការប្រើប្រាស់ drone តែមួយងាកមកប្រើប្រាស់ drone ច្រើនតម្លៃថោកនិងអាចតាក់ទងគ្នាបានយុទ្ធសាស្ត្រនេះគឺអាចមានប្រៀបទៅលើប្រព័ន្ធការពារអាកាសសម័យមុនរបស់សត្រូវបានយ៉ាងងាយយើងនិយាយអំពី drone រាប់ពាន់ធ្វើការវាយប្រហារទៅលើគោលដៅមួយឬច្រើនក្នុងពេលតែមួយនៅក្នុងសង្គ្រាមជាក់ស្ដែង drone អាចប្រើប្រាស់នៅ GPS និង data link បានទេដោយសារតែមានការរារាំងអំពីប្រព័ន្ធអេឡិចត្រូនិករបស់សត្រូវដូច្នេះវាប្រើប្រាស់នៅ AI driven ដែលជួយឲ្យវាធ្វើការដោយខ្លួនឯងនៅក្នុងសមរភូមិទោះមានការកាត់ផ្តាច់នៅ signal ក៏ដោយ SPV drone ជា drone ប្រណាំងមួយប្រភេទដែលគេបំពាក់នៅក្បាលគ្រាប់ RPG ដែលមានសមត្ថភាពកំទេចនៅយុទ្ធក្រោះដែលមានតម្លៃរាប់លានដុល្លារតែបញ្ជាដោយទាហានមួយក្រុមតូចតែប៉ុណ្ណោះ Man Unmanned Teaming ជាយុទ្ធសាស្ត្រដែលអ្នកបើកបរយន្តហោះចម្បាំងដូចជា S35 ប្រើប្រាស់នៅ drone តូចៗហោះទៅក្នុងបេសកកម្មមុន drone ទាំងនោះនឹងធ្វើការបំផ្លាញគោលដៅឬក៏ធ្វើឲ្យប្រព័ន្ធការពារអាកាសរបស់សត្រូវធ្លាក់ចុះជាផលប្រយោជន៍ដល់យន្តហោះចម្បាំងក្នុងការបំពេញបេសកកម្មរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតហើយយើងក៏កំពុងស្ថិតនៅក្នុងសម័យនេះហើយ drone ក៏កំពុងតែបន្តអភិវឌ្ឍទៅមុខទៀតដែរ